ណាបនមៀកកបូជានឹងយើងធ្វើក្រោយសម័យពុទ្ធកាលនៅសម័យពុទ្ធកាលកាលដែលព្រះពុទ្ធគង់ប្រជញ្ញនៅអត់មានធ្វើពិធីមៀកកបូជានឹងទេបានន័យថាគេអត់ប្រពធ្វើបននឹងណាអត់មានទេណាក្រោយព្រះពុទ្ធបរិនិព្វានមកមិនដឹងជាក្នុងសតវត្សណាក្នុងឆ្នាំណាឯកសារអត់បានបញ្ជាក់ឲ្យបានច្បាស់លាស់ប៉ុន្តែសម្រាប់នៅស្រុកខ្មែរយើងប្រារព្ធធ្វើពិធីបុណ្យមៀកបូជានេះត្រឹមរជ្ជកាលព្រះបាទហរិរៈរាមាឥសរាធិបតីណាព្រះអង្គណាញាតិញោមណាព្រះបាទហរិរៈរាមាឥសរាធិបតីយើងហៅកាត់ខ្លីព្រះអង្គឌួងណាចាប់ផ្ដើមធ្វើពិធីបុណ្យមៀកបូជានឹងនៅក្នុងរជ្ជកាលព្រះបាទអង្គឌួងណាគឺនៅក្នុងពុទ្ធសករាជ2397ត្រូវនឹងគ្រិស្តសករាជ1854ណានឹងយើងចាប់ផ្ដើមធ្វើពិធីមៀកបូជាផ្លូវការមកពីមុនមកក៏ធ្វើដែរប៉ុន្តែមិនដឹងធ្វើត្រឹមឆ្នាំណាយើងអត់មានឯកសារច្បាស់លាស់ណាឯកសារឃើញណាមានតសេនៅក្នុងព្រះរាជពិធីទ្វារទុសមាសហ្នឹងថាព្រះរាជាព្រះបាទអង្គឌួងចាប់ផ្ដើមចេញព្រះរាជប្រកាសឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទគ្រប់វត្តអារាមទូទាំងប្រជាណាចក្រខ្មែរនឹងប្រារព្ធធ្វើពិធីបុណ្យមៀកបូជាណាព្រមគ្នាទូទាំងប្រទេសនៅក្នុងរជ្ជកាលរបស់ព្រះអង្គនឹងណាពិធីបុណ្យមៀកបូជាយើងប្រារព្ធធ្វើដើម្បីរំលឹកទៅដល់ថ្ងៃអ្នកខត្តរិទ្ធដ៏អស្ចារ្យទាំងពីរណាទី1គឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើចតុរង្គសន្និបាតហើយទី2គឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារមាន2ធំហ្នឹងញោមចាណាសូមអនុមោទនាណាបុណ្យមៀកបូជាប្រារព្ធធ្វើនៅក្នុងរជ្ជកាលព្រះរាជាអង្គណាជាផ្លូវការបងណាក្នុងព្រះបាទក្នុងរជ្ជកាលព្រះបាទអង្គឌួងនឹងបើចៅសួរណាលោកតាបុណ្យមៀកបូជានឹងធ្វើពីពេលណាមកអូធ្វើយូរចៅអើយតាំងពីពុទ្ធបរិនិព្វានមកប៉ុន្តែស្រុកខ្មែរយើងគឺចាប់ផ្ដើមធ្វើជាផ្លូវការនៅក្នុងរជ្ជកាលព្រះបាទអង្គឌួងណាហើយបុណ្យមៀកបូជានឹងណាមានអត្ថន័យសំខាន់2ណា2ធំណាមួយគឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គធ្វើពិធីចតុរង្គសន្និបាតណាចតុណារនឹងងជាងកមកណាចតុរង្គហើយសន្និបាតណានឹងជាអត្ថន័យទី1អត្ថន័យទី2គឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារចំពោះមុខក្រុងមាណាតាមពិតទៅបកណាគ្រប់ព្រះអង្គធ្លាប់សម្ដែងធម៌ទេសនាលោកអាចារ្យធ្លាប់ដឹកនាំពិធីហ្នឹងណាយល់ដឹងគ្រប់គ្នាហើយណាទោះបីខ្ញុំបកណាអាត្មាភាពមិនបានធ្វើបទបង្ហាញក៏ចេះដឹងគ្រប់គ្នាដែរណាអត្ថន័យទី1ណាជាប់តាក់ទងនឹងពិធីចតុរង្គសន្និបាតតើព្រះអង្គធ្វើពិធីចតុរង្គសន្និបាតនឹងដើម្បីអីណាអត្ថន័យរបស់វាគឺវានៅឯក្នុងឯណោះណានៅក្នុងចតុរង្គសន្និបាតណាចតុរង្គសន្និបាតបានន័យថាការប្រជុំប្រកបដោយអង្គ4ណាការប្រជុំប្រកបដោយអង្គ4ហ្នឹងគឺទី1មគ្គនខត្តេនយុត្តោថ្ងៃ15កើតពេញបូរមីខែមគ្គណាប្រកបដោយមគ្គនខត្តរិទ្ធណាហ្នឹងគឺអត្ថន័យទី1ទី2កេណចេអនាមន្តេតាព្រះអរហន្តដែលមកប្រជុំមានសរុបទាំងអស់1250ព្រះអង្គណា1250ព្រះអង្គបូកនឹងព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទៀត1251ព្រះអង្គក្នុងចំណោមព្រះអរហន្តទាំង1250ព្រះអង្គហ្នឹងគឺលោកនិមន្តមកតាមធម្មតារបស់លោក
គឺនិមន្តមកដោយកម្លាំងរិទ្ធអត់មានអ្នកណាទៅនិមន្តអត់មានបានណាត់ពេលវេលាគ្នាទេណាព្រះសម្មាសម្ពុទ្ធក្រោយពីព្រះអង្គទ្រង់បានជ្រាបថាព្រះអកសាវៈរបស់ព្រះអង្គគឺព្រះសារីបុត្រព្រះមោគលានបានសម្រេចព្រះអរហត្តផលហើយព្រះអង្គក៏បានមកប្រដេសស្ថាននៅក្នុងវត្តវេលវ័ននៅក្នុងថ្ងៃ15កើតពេញបូរមីខែមិញហ្នឹងណាហើយអកសាវៈរបស់ព្រះអង្គបានជ្រាបថាពេលនេះតើព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅទីណាជ្រាបថាព្រះអង្គគង់នៅក្នុងវត្តវេលវ័នក៏បានមកប្រដេសស្ថាននៅក្នុងវត្តវេលវ័នហើយព្រះសង្ឃដតីទៀតព្រះអរហន្តដតីទៀតបានជ្រាបដោយសារកម្លាំងរិទ្ធដូច្នេះហើយក៏បានរសាត់អណ្ដែតមកប្រដេសស្ថាននៅក្នុងវត្តវេលវ័ននឹងគ្រប់ព្រះអង្គណាអស្ចារ្យចម្រើនពរមកដោយកម្លាំងរិទ្ធជ្រាបដោយកម្លាំងអភិញ្ញាអត់មានអ្នកណាទៅប្រាប់តំណែងលោកទេណាអញ្ចឹងបើព្រះអរហន្តជាសុខវិបស្សកៈព្រះអរហន្តដែលលោកអត់បានសម្រេចអភិញ្ញាលោកអត់ដឹងអត់ជ្រាបរឿងហ្នឹងទេណាហ្នឹងគឺជាហេតុអស្ចារ្យទី2នៅក្នុងចតុរង្គសន្និបាតណាទី3ទេសុអេកោបថុជណោក្នុងចំណោមព្រះអរហន្តទាំង1250ព្រះអង្គនោះណាគ្មានអង្គណាមួយជាសិក្ខបុគ្គលឬក៏ជាព្រះអរហន្តសុខវិបស្សកៈណាអត់មានមួយអង្គទេ1250ព្រះអង្គហ្នឹងសុទ្ធតែជាប្រខៃណាស្របដែលបានសម្រេចអភិញ្ញា6គ្រប់ព្រះអង្គណានឹងជាហេតុអស្ចារ្យទី3ណាហេតុអស្ចារ្យទី4អេកោបេចេថសត្ថកេណៈណាចង់មានន័យថាក្នុងចំណោមព្រះអរហន្តទាំង1250ព្រះអង្គហ្នឹងអត់មានអង្គណាមួយដែលបួសហើយកោសក់ដោយកំបិតកោគឺអត់មានណាប្រសង់យើងធម្មតាបួសកោសក់ដោយកំបិតកោណាប្រធេរានុធេរៈផ្សេងទៀតព្រះអរហន្តខ្លះទៀតលោកបួសកោសក់ដោយកំបិតកោតែព្រះអរហន្តទាំង1250ព្រះអង្គហ្នឹងសុទ្ធតែជាអេហេភិក្ខុដែលព្រះសម្មាសម្ពុទ្ធព្រះអង្គពំពោះផ្ទាល់ព្រះអង្គធ្វើឧបជាពំពោះផ្ទាល់ណាជាកូនសិស្សផ្ទាល់របស់ព្រះពុទ្ធណាដោយថាកុលបុត្រណាមួយណាស្ដាប់ធัวព្រះអង្គទៅជ្រះថ្លាសុំព្រះអង្គបួសព្រះអង្គអត់ទាន់ពំពោះភ្លាមទេព្រះអង្គប្រមាលមើលទៅអតីតកាលរបស់កុលបុត្រនឹងសិនថាតើកុលបុត្រនឹងធ្លាប់បានធ្វើចៃវរៈទានធ្លាប់បានធ្វើកឋិនទានមកទេណាព្រះអង្គប្រមាលមើលទៅថាកុលបុត្រនោះឯងធ្លាប់បានធ្វើចៃវរៈទានធ្លាប់បានធ្វើកឋិនទានដល់អញ្ចឹងព្រះអង្គលាពហោះខាងស្ដាំណាលាពហោះខាងស្ដាំហើយព្រះអង្គអេហេភិក្ខុព្រះអង្គបក់ពហោះអញ្ចឹងណាបើលាពហោះហើយព្រះអង្គបត់ពហោះត្រឡប់មកវិញព្រះអង្គមានប្រពុតដីកាថាអេហេភិក្ខុណាសូមឲ្យអ្នកคลายទៅជាភិក្ខុចុះណាគ្រាន់តែចប់ពុទ្ធដីការបស់ព្រះអង្គភ្លាមណារូបរាងជាគរិយាវាសហ្នឹងក៏វិនិច្ឆ័យបាត់ទៅហើយក៏ប្រកាសជារូបរាងជាបព្វជិតជាប្រសង់ឡើងមានសក់ក្បាលហ្នឹងកោរលេងណាមានត្រត្រង់ត្រៃចៃវរគ្រឿងសមណៈបរិខានឹងគ្រប់គ្រាន់មានឥន្ទ្រីសគុតសគុំដូចជាប្រធេរៈដែលបួសចាស់60វស្សាអញ្ចឹងហ្នឹងហើយអេហេភិក្ខុគឺអញ្ចឹងណាគឺបួសដោយការត្រាស់ហៅរបស់ព្រះសម្មាសម្ពុទ្ធដោយពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធអត់មានកោសក់អត់មានតរោស្បង់ចៃវរអេសោតញត្តិកម្មអីគឺអត់ទេគ្រាន់តែពុទ្ធមានពុទ្ធដីកាប៉ុណ្ណឹងកុលបុត្រនឹងคลายមកជាភិក្ខុភ្លាមតែកុលបុត្រខ្លះអភ័ព្វណាយើងថាអភ័ព្វចឹងក៏បានពេលស្ដាប់ធัวព្រះអង្គចប់ទៅជ្រះថ្លាចង់បួសព្រះអង្គប្រមាលមើលទៅអតីតកាលរបស់កុលបុត្រនឹងឯងថាតើធ្លាប់បានធ្វើចៃវរៈទានធ្លាប់បានធ្វើកឋិនទានមកទេអត់ដែលបានធ្វើចៃវរៈទានអត់ដែលបានធ្វើកឋិនទានដោយព្រះពាហិយៈអញ្ចឹង
ព្រះអង្គមានពុទ្ធិកាថាម៉េចថាប្រសិនបើអ្នកចង់បួសនៅក្នុងសាសនាតថាគតសូមឲ្យអ្នកទៅស្វែងរកត្រៃចីវររកស្បង់ចីពរសង្ឃាដីរកបាតរកអីមកឲ្យគ្រប់សមណៈបរិខានឹងទៅតថាគតនឹងពំពោះណាខុសគ្នាគេខុសគ្នាចម្រើនពរណាដល់ពេលចេញទៅស្វែងរកត្រៃចីវរទៅគោមួយវាទៅនឹងកើតកូនខ្ចីកើតកូនហើយវាការពារកូនវាឃើញព្រះពាហយៈនឹងដើរទៅវាជុលបុកស្លាប់ទៅគោតែកាលណាវាកើតកូនខ្ចីវាការពារកូនវាអញ្ចឹងប៉ុន្តែពាហយៈហើយនឹងមេគោនឹងធ្លាប់មានកម្មពារវិរិយនឹងគ្នាកាលពីជាតិមុនមកណាកាលនោះឯងព្រះពាហយៈនឹងលោកកើតជាកូនសេដ្ឋីណាកូនសេដ្ឋីនាំស្រីបេស្យាទៅលេងកំសាន្តនៅក្នុងឧទ្យានទៅសបាយមួយថ្ងៃវល់ល្ងាចនឹងហើយឃើញនាងស្រីបេស្យានឹងមានគ្រឿងអលង្ការមាសពេជ្រពាក់នៅនឹងជាប់ខ្លួនច្រើនអញ្ចឹងក៏គិតថាបើសិនបើអាត្មាអញសម្លាប់នាងនឹងចោលអាត្មាអញមិនពិបាកបង់ថ្លៃប្រាក់ឈ្នួលឲ្យនាងក៏សម្លាប់នាងបេស្យានឹងចោលទៅនាងនឹងមុននឹងដាច់ខ្យល់ស្លាប់តាំងចិត្តចងកម្មចងពៀជាមួយសិទ្ធិបុត្រនឹងថាសូមឲ្យគ្រប់ជាតិសូមឲ្យបានកើតជានាងយក្ខិនីសម្លាប់បុរសនឹងវិញបានវាជាប់កម្មពៀអញ្ចឹងណាព្រោះកម្មពៀដល់មកក្នុងជាតិនឹងនាងយក្ខិនីនឹងបានចូលទៅក្នុងរូបមេគោណាចូលជ្រែកទៅក្នុងរូបមេគោនឹងទៅឃើញពាហយៈនឹងដើរទៅក៏វាស្ទុះមកជុលសម្រាប់ពាហយៈនឹងវាជាប់កម្មពាវិរិយនឹងគ្នាអញ្ចឹងណាចម្រើនពរអានឹងគាត់ឲ្យបញ្ជាក់ថាតើភាពខុសគ្នារវាងអេហេភិក្ខុហើយនឹងការបួសធម្មតាហ្នឹងខុសគ្នាយ៉ាងម៉េចអ្នកដែលមកប្រជុំទាំងអស់ទាំង1250ព្រះអង្គហ្នឹងគឺសុទ្ធតែជាអេហេភិក្ខុនេះគឺជាអង្គរបស់ចតុរង្គសន្និបាតស្រាប់តើណាចម្រើនពរចតុរង្គសន្និបាតបានន័យថាការប្រជុំប្រកបដោយអង្គ4អានឹងវានៅក្នុងអត្តន័យមួយធំឯណារំលឹកទៅដល់ថ្ងៃដែលព្រះអង្គប្រជុំចតុរង្គសន្និបាតណាចតុរង្គសន្និបាតការប្រជុំប្រកបដោយអង្គ4ណាទី1គឺថ្ងៃ15កើតពេញបូរមីខែមិញទី2ព្រះអរហន្ត1250ព្រះអង្គនិមន្តមកដោយកម្លាំងរិទ្ធណាទី3ព្រះអរហន្តទាំង1250ព្រះអង្គសុទ្ធតែជាប្រខ័យណាស្របដែលបានសម្រេចអភិញ្ញា6ហើយទី4ព្រះអរហន្តទាំង1250ព្រះអង្គនឹងសុទ្ធតែជាអេហេភិក្ខុណាស្ដាប់តន់លោកយាណាសូមអនុមោទនីណាហ្នឹងគឺប្រកបដោយអង្គ4គឺអង្គ4ហ្នឹងឯងណាដែលហៅថាចតុរង្គសន្និបាតប៉ុន្តែអត្តន័យវានៅស៊ីជម្រៅចូលទៅក្នុងចតុរង្គសន្និបាតហ្នឹងទៀតថាតើប្រជុំចតុរង្គសន្និបាតហ្នឹងប្រជុំធ្វើអីប្រជុំពីអីអាហ្នឹងអត្តន័យវានៅខាងក្នុងឯនោះទៅទៀតអត្តន័យគឺព្រះអង្គប្រកាសតែងតាំងអកសាវៈឆ្វេងស្ដាំណាប្រកាសតែងតាំងភិក្ខុឈ្មោះសារីបុត្រឲ្យឡើងទៅជាអកសាវៈស្ដាំរបស់ព្រះពុទ្ធចាប់ពីពេលហ្នឹងទៅចាប់ពីថ្ងៃ15កើតពេញបូរមីខែមិញហ្នឹងទៅតែងតាំងភិក្ខុឈ្មោះមោគលានឲ្យឡើងឋានៈទៅជាអកសាវៈឆ្វេងរបស់ព្រះពុទ្ធចាប់ពីថ្ងៃ15កើតពេញបូរមីខែមិញហ្នឹងទៅណាព្រះអង្គប្រកាសតែងតាំងអកសាវៈឆ្វេងស្ដាំរបស់ព្រះអង្គអកសាវៈឆ្វេងស្ដាំរបស់ព្រះអង្គប្រៀបដូចជាដៃឆ្វេងដៃស្ដាំរបស់ព្រះអង្គអញ្ចឹងនៅពេលដែលអកសាវៈបរិនិព្វានព្រះអង្គថាព្រះអង្គដូចបាក់ដៃទាំងសងខាងដូចគេកាត់ដៃអស់អញ្ចឹងញាតិញោមណាអកសាវៈនឹងជំនួយការព្រះអង្គខ្លាំងប្រៀបដូចណាអកសាវៈស្ដាំដូចដៃស្ដាំរបស់ព្រះអង្គអកសាវៈឆ្វេងដូចដៃឆ្វេងរបស់ព្រះអង្គណាអញ្ចឹងពេលដែលអកសាវៈបរិនិព្វានព្រះអង្គថាព្រះអង្គដូចបាត់ដៃទាំងសងខាងអញ្ចឹងវានៅទទួលខ្លួនណាបងធ្វើការអីក៏ពិបាកដែរនឹងប្រពុតព្រះអង្គសម្ដែងអញ្ចឹងចម្រើនពរ
ណាក្រៅពីការប្រកាសតែងតាំងអកសាវៈឆ្វេងស្ដាំរួចហើយព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងនៅអវាទបាតិមោក្ខណាបាតិមោក្ខមាន2ណាអវាទបាតិមោក្ខនិងអាណាបាតិមោក្ខណាអាណាបាតិមោក្ខគឺនៅក្នុងវិន័យរបស់ភិក្ខុហ្នឹងភិក្ខុបាតិមោក្ខហ្នឹងមានបរាជិក4សង្ឃាទិសេស13អនិយតៈ2ណានិស្សកិយៈបាចិត្តយៈ30សុទ្ធិកៈបាចិត្តយៈប្រមាណ92លក្ខអញ្ចឹងទៅ227សិក្ខាបទនឹងហៅថាអាណាបាតិមោក្ខណាចំណែកពុទ្ធដែលព្រះអង្គប្រជុំប្រកាសសម្ដែងក្នុងថ្ងៃ15កើតពេញបូរមីខែមិញហ្នឹងគឺព្រះអង្គសម្ដែងនៅអវាទបាតិមោក្ខតើអវាទបាតិមោក្ខហ្នឹងគឺជាអ្វីអាហ្នឹងបើគេសួរទៀតចៅសួរស្អីគេលោកតាអវាទបាតិមោក្ខហ្នឹងណាស្អីគេទៅណាអវាទបាតិមោក្ខហ្នឹងគឺជាខ្លឹមសាររួមរបស់ពុទ្ធសាសនាបានន័យថាសង្ខេបបត្រៃ3ដកទាំង 84000 បឋមខណ្ឌបត្រៃ3ដកមកទូ110ក្បាលហ្នឹងព្រះអង្គសម្ដែងឲ្យចប់មួយថ្ងៃហ្នឹងសម្ដែងជាខ្លឹមសាររួមជាស្មារតីរួមរបស់ធម៌វិន័យណាអវាទបាតិមោក្ខណាលោកអាចារ្យចេះទាំងអស់គ្នាហើយព្រះអង្គសម្ដែងសัพពបាបស្សៈអករណੰកុសលសោបសម្បទាសច្ចិតបរិយោតៈបណੰអេតាំងពុទ្ធាអ្នកសាសនੰណានឹងហើយគឺជាអវាទបាតិមោក្ខណាសัพពបាបស្សៈអករណੰណាការមិនប្រព្រឹត្តធ្វើនៅអំពើបាបគ្រប់យ៉ាងចាត់ចូលទៅក្នុងគម្ពីរព្រះវិន័យទាំង21000ធម្មខណ្ឌព្រះវិន័យ13សភៅសង្ខេបមកនៅត្រឹមសัพពបាបស្សៈអករណੰប៉ុណ្ណឹងណាកុសលសោបសម្បទាគឺជាស្មារតីរបស់ប្រសូតចាប់ពីលេខ14ដល់លេខ77 64ក្បាលហ្នឹង21000ធម្មខណ្ឌហ្នឹងសង្ខេបមកនៅត្រឹមកុសលសោបសម្បទាឲ្យបំពេញបុណ្យកុសលបំពេញសេចក្តីល្អហ្នឹងឲ្យបរិបូរណ៍ណាសច្ចិតបរិយោតៈបណੰឲ្យសម្អាតចិត្តណាអប់រំចិត្តឲ្យចិត្តនឹងស្អាតបរិសុទ្ធកុំឲ្យមានកិលេសរាគៈទោសៈនិងមោហៈចាត់ចូលទៅក្នុងគម្ពីរព្រះអភិធម្មចាប់ពីលេខ78ដល់លេខ110ណាចម្រើនពរនឹងព្រះអង្គសម្ដែងខ្លឹមសារសង្ខេបខ្លឹមសាររួមរបស់ពុទ្ធសាសនាហ្នឹងនៅក្នុងថ្ងៃ15កើតពេញបូរមីខែមិញណាដែលយើងថាព្រះអង្គប្រជុំចតុរង្គសន្និបាតប្រកបដោយអង្គ4ដែលជួបជុំគ្នានឹងមិនមែនជួបជុំគ្នាប្រោកប្រាជ្ញទៅចែកគ្នាលេងទេទី1គឺព្រះអង្គប្រកាសតែងតាំងអកសាវៈឆ្វេងស្ដាំណាចម្រើនពរហើយទី2ប្រកាសសម្ដែងនៅអវាទបាតិមោក្ខណានឹងគឺជាអត្តន័យខ្លឹមសារចំណុចទី1ធំណាកន្លែងហ្នឹងល្អដែរលោកអាចារ្យណាចារិនីពង្រៀនកូនចៅឲ្យចាំទៅគាថាប៉ុណ្ណឹងខ្លីតែមួយណាពោសัพពបាបស្សៈអករណੰកុសលសោបសម្បទាសច្ចិតបរិយោតៈបណੰអេតាំងពុទ្ធាអ្នកសាសនੰទិញចាំបានតែប៉ុណ្ណឹងបកែណាបកែហ្មងណាបើថាមិនចាំពាក្យអីច្រើនណាយើងអាចសូត្រត្រឹមតែគាថាប៉ុណ្ណឹងក៏បានដែរគ្រាន់បើដែរណាក៏ហ្នឹងហើយសរសេរបិទកត់អត់ទាន់ចម្រើនពរណាមាននៅក្នុងឯកសារអាត្មាអត់បានយកមកបញ្ចេញមកជាសភៅណាក៏មៀកតាក់តងនឹងមៀកបូជាហ្នឹងណាបើធ្វើជាសាច់សភៅទាំងធម៌សោតធម៌អីប្រហែលជាកម្រាស់ប៉ុណ្ណឹងប៉ុន្តែដោយអាត្មាគិតឃើញថាសម្បូរឲ្យឯកសារហ្នឹងតាក់តងនឹងមៀកបូជាមានគ្រប់វត្តហ្នឹងលោកចាមានគ្រប់វត្តដែរចម្រើនពរណាពីព្រោះយើងធ្វើពិធីមៀកបូជាហ្នឹងយើងសូត្រណាដល់ពេលយប់ទៅណារួចរាល់ពិធីវេគ្រឿងសក្ការៈថ្វាយបរតនត្រ័យរួចហើយសូត្រធម៌បទណាសូត្រធម៌បទអញ្ចឹងមាន
ណាធัวបត់ដែលត្រូវសូត្រហ្នឹងយើងមានគ្រប់វត្តដែរណាអញ្ចឹងបានអាត្មាគិតថាមិនចាំបាច់ធ្វើជាសភៅហើយដោយសំអាងថាមាននៅក្នុងឯកសារធំហ្នឹងហើយណាលោកចាដែលជាវសភៅហ្នឹងទៅគឺមាននៅក្នុងឯកសារហ្នឹងស្រាប់តែម្ដងចម្រើនពរណានឹងស្ដាប់តនេះណាព្រោះអត្ថន័យទី1របស់មេកបូជាដោយសង្ខេបគឺប៉ុណ្ណឹងណាទី2ណាមិញនេះមួយធំអត្ថន័យទី1ណាអត្ថន័យមួយទៀតគឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខក្រុងមាណាព្រះអង្គប្រកាសដាក់ណាប្រជន្មាយុសង្ខារបានន័យថាកំណត់កាលបរិច្ឆេទដែលព្រះអង្គត្រូវបរិនិព្វានថ្ងៃណាខែណានឹងព្រះអង្គប្រកាសដាក់អាយុសង្ខារចំពោះមុខក្រុងមាហ្នឹងនៅក្នុងថ្ងៃ15កើតពេញបូរមីខែមិញនឹងដែរណាហើយមានសំណួរសួរថាតើពពុទ្ធគ្រប់ព្រះអង្គហ្នឹងសុទ្ធតែមានមាទៅអរតនីអញ្ចឹងយ៉ាងម៉េចលោកចាពពុទ្ធគ្រប់ព្រះអង្គណាពីព្រោះពពុទ្ធមានច្រើនអង្គពពុទ្ធនៅក្នុងផតកັບយើងនេះមាន5ព្រះអង្គពពុទ្ធនៅក្នុងធម៌សម្ពុទ្ធេមាន2លានអង្គហើយពពុទ្ធច្រើនទៀតព្រះសម្មាសម្ពុទ្ធអំបាលក្របខ្សាច់តើព្រះពុទ្ធគ្រប់ព្រះអង្គហ្នឹងសុទ្ធតែមានមាទៅអរតនីឬមួយយ៉ាងណាណាយ៉ាងម៉េចដែរលោកចាមានមាទៅអរតនីគ្រប់ព្រះអង្គអញ្ចឹងហ៎បងណាព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គមិនសុទ្ធតែមានមាទៅអរតនីអញ្ចឹងទេណាដោយឡែកព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងព្រះអង្គធ្លាប់មានកម្មពៀវេរាជាមួយនឹងក្រុងមាណាអញ្ចឹងបានមាទៅអរតនីព្រះអង្គណាបងធ្លាប់មានជាប់កម្មពៀវេរានឹងគ្នាណាមានឹងតាមររឿងតាមផ្ចាញ់ព្រះអង្គរហូតណាគ្រាន់តែព្រះអង្គចេញមកបួសកាលដែលព្រះអង្គចេញមកបួសព្រះអង្គចេញមកពាក់កដាលអាត្រៀតណាមានតែ2នាក់នឹងនាយឆន្ទអាមាត្យទេព្រះអង្គគង់នៅលើខ្នងសេះណាសេះកន្ធកៈហើយមានអាមាត្យនៅពីក្រោយណាពេលដែលព្រះអង្គចេញផុតពីខ្លោងទ្វារនគរកបិលភ័ស្ត្រមកមានឹងបានមករាដៃខាត់ព្រះអង្គថាណែសធាត់កុំទៅបួសអីនៅសល់7ថ្ងៃទៀតសម្បត្តិស្ដេចចក្រនឹងធ្លាក់មកដល់អ្នកហើយកុំទៅបួសអីនៅគ្រប់គ្រងរាជសម្បត្តិវិញទៅណាឲ្យព្រះអង្គត្រឡប់ទៅវិញបានព្រះអង្គលើកពហោះចង្អុលក្រុងមាថាមនាលមាមានចិត្តបាបសូមអ្នកថយចេញពីមុខយើងណាយើងដឹងហើយតែយើងមិនជាប់អាល័យទេយើងមិនស្ដាយសំណោះទេបារមីដែលយើងខំបំពេញខំកសាងមករយៈពេល4អសង្ខ័យនិង1សែនកាប់ផែនដីមិនមែនដើម្បីប្រាថ្នាដូរយកសម្បត្តិមនុស្សទេវតាឥន្ទព្រំមិនមែនដើម្បីដូរយកសម្បត្តិស្ដេចចក្រទេគឺដើម្បីប្រាថ្នាឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដើម្បីជួយចម្លងសត្វលោកជួយស្រោចស្រង់សត្វលោកឲ្យបានរួចផុតពីសេចក្តីទុក្ខនៅក្នុងវាលវដ្តសង្សារនេះព្រះអង្គចង្អុលមុខមាទៅមានឹងខ្ទាតប៉ើងរហូតដល់មាត់កណ្ដាប់ចក្រវាលណានឹងនៅក្នុងសត្រាអានិសង្ឃការកសាងពុទ្ធរូបនឹងណាព្រះគន្ធរចនាចារ្យលោកបានសរសើរអំពីអានិសង្ឃនៃការកសាងពុទ្ធរូបណាកាលពីជាតិមុនព្រះបរមពោធិសត្វរបស់យើងលោកធ្លាប់បានជួសជុលកសាងមរាមព្រះពុទ្ធរូបដែលបាក់ពហោះណាពុទ្ធរូបណាបាក់ពហោះទៅព្រះអង្គបានយកដីស្អិតហ្នឹងយកមកលុញលាយជាមួយទឹកទៅតពហោះហ្នឹងឲ្យជាប់ឡើងមកវិញណាដល់អញ្ចឹងបានព្រះអង្គលើកម្រាមពហោះចង្អុលមុខមាអត់អាចទប់ទល់ជាមួយនឹងបារមីរបស់ព្រះអង្គបានក៏អន្តរធានបាត់ទៅចម្រើនពរហើយមានឹងជាអ្នកណាអ្នកខ្លះថាមានឹងគ្រាន់តែជាកិលេសមាគ្រាន់តែជានិមិត្តនៅក្នុងចិត្តព្រះអង្គណាមិនមែនទេណាមានឹងគឺជាទេវបុត្រមា
nơi than xua choan ti bờ mùi bà rạ nâm mi tạ và xạ và tây mìa nâng chìm ràn bò mình men nơi than xua tiệp tiệp mình men nơi than xua choan cáo mới ná bò nơi than xua choan ti bờ mùi còn tay xua thả hai ấy ban chia từ cao chia tê và đà hơi nơi tờ miên cầm nứt là trong bờ tu sài biệt biên pre bà roma po thì sắp biệt biên pre sama samput chăng anh ấy mau pi cầm nứt tật thế à cọ đại thọp sần xong nơi trong chật là tê và đá miên pi pu là tê và đá mà pu chỉ crom sama tật thế tê và đá mà pu tiết chỉ crom mít cha tật thể là mía lục chai tranh tới chỉ pram lục chá là xôm ạ nô mô tê ni à lấy rộp mía pram tầng ọc kia miền ấy khá chìm đàn bò là tì muối xây kế khăn thờ mía nâng cứ rụp riêng cai rồi bao giờ nâng khăn pram nâng bọn chặt tục đôi chìm mía đại vi rồng khan dường mà đón chư phê mà đón chư tờ chia mà đón chư chìm mô mà đón chư đay mà đón chư chương mà đón chọc cho cái rồi khăn khơi vi rồng khan dường á rồng khan rồi mình có rồng khan nàng côi và nâng chọc cho cái hả nà anh nâng mía khăn pram vi rồng khan dường á nà mía tì pi mía tiết kê lê sơ mía nà rịa kẹt tô xạ mô hạ nà kê lê nâng việc pra oi dương từ luộc kê từ sầm lạp kê từ plon kê nà từ chạp côn chạp bò buồn kê anh nâng mía đá bọn tái chia kê lê sơ mía hay mía mùi tiết mía tì bay mía ấy ná à phị song kha là mía à phị song kha vì miền Ponya bị song khá ạ Ponya bị song khá anh nên chia bị song khá nó có chia mía đài là vì chong chất sạch lộp thơ bon thơ của so thơ tiên rạ xa sơ đấy bật nào chiết cáo những miền rụp sạch bàn xoa mây là o bàn côn pro tử bông anh nâng xây nâng mình chùm non rồi bỏ mía mình à thị song khá nâng ạ bật nào miền rụp sạch nâng mình chắc hay hả lâu chá rụp sạch chắc hả rụp sạch chư á rụp sạch slap á nà hãy cho bật nào trong bàn rồi bỏ cha chư slap một vừa ấy nâng hai thá à thị song kha rồi mìa nà hãy mía ti buôn mía ấy tiết mách chụp mía nà xì cái đây slap nà xì cái đây slap ắt miên nẹ trời cá tại mách chụp mía mình dùng dùl nà ắt miên nẹ na trời cá ắt miên nẹ na trong bán ấy còn tay ắt dùng dùl này ộp mà thằng lô của cha lụa đầy bán mà liên đô là ở lấy sâu kế sâu mách chữ riêng thà mách chữ riêng ấy còn ao vô khiom tay tục ở khiom nơi thưa cả thân ban buồn đọc mà phê nam tiết mách chụp mía ta tua vô sầm nâu dường á đây nà nâng mách chụp mía nâng khlang á ba xôm bay pre sama samput có mạch chụp mía nâng mình lơ lên đài nà pro tại mạch chụp mía mình lơ lên nhưng ngay ba là bà ông bệ nợ biên nè nà pre arahon bộ mô cờ liên miên rất chạy tức chạy đấy nơi tờ mạch chụp mía nâng mình khạc nà cướp pre tầng óc pre ná có mạch chụp mía mình lơ lên nè nhiệt nhiều miên pre na muối để mạch chụp mía lơ lên sắp tay cào nát mạch chụp mía tầng óc ti bầm phật là ti bầm phật tới cục kia cái thà mách thò mà cái thật cái tê ná thà ti bầm phật ba mình đốt cứ cọp là ti bánh chóp là ba mình cóp cứ đốt là ấp miên do ấy từ ba này mày nói lâu chả tu được sắp do từ ba này mà từ ấp ba này là ở vây để dương ai do từ bán cứ miên tại phò bốn hai đừng phò ba phần này cho bạc đô la đây cái đạo do từ chài ba đấy là trái có cây chạp đấy lùi đang lùi khai đó giờ nó pan là nom vừa ai khmoi khóc chạp tiền à bộ lùi cái ham đó nè na khai cỏ đăng bạc nâng tới bắt đòn tiền tô tam chạp hãy giờ gió ta lùi khai ta ai quạt trái là bà sân bà chai ban men khóc chạp á lùi nâng sầm nang ai che sọc nở ruộng sọc prát là ọt miền cô rạ cả cam ọt miền tiền này chỉ cam nông thua để rau cái nó bỏng ọt miền cà lụa tinh đô từ đôi pra ọt miền tì xa tê nơi sọc nở ruộng sọc prát nó tại bờ miền men vô lùi đừng từ trái cái chạp mỏng chọp cục nơi than nở ruộng tiệt chấm đan có nè thế anh ấy còn anh dây anh ấy thế nào có là ngày pan ở trong phải chẹt tha
អ្វីដែលយើងអាចយកទៅបានគឺមានតែផលបុណ្យហើយនឹងផលបាបប៉ុណ្ណឹងអញ្ចឹងតាន់ឱកាសពេលវេលាដែលមច្ចុរាជមិនតាន់មកឆក់យកអាយុជីវិតសង្ខារយើងទៅយើងនៅរស់មួយថ្ងៃមួយពេលហ្នឹងត្រូវប្រើពេលវេលាយើងជាមួយនឹងអំពើដែលជាប្រយោជន៍មានកាយប្រព្រឹត្តតែកាយសុចរិតមានវាចានិយាយតែវជ័យសុចរិតមានចិត្តគិតតែក្នុងផ្លូវល្អគឺមโนសុចរិតណាពេលណាដែលអ្នកទាំងឡាយប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តពេលនោះឈ្មោះថាជាអ្នកខត្តរិកល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាខណៈល្អជាយាមល្អកន្លែងហ្នឹងគឺផ្ទុយគ្នាជាមួយហោរាលោកចាផ្ទុយឯមិនផ្ទុយណាច័ន្ទអង្គាពុទ្ធពហោះសុកសៅលោកអាចារ្យរាប់ដៃណាចកលជូតឆ្លូវណាបើអាត្មាទាយតាមក្បួនព្រះបរមគ្រូរបស់អាត្មាវិញទាយអញ្ចេះតាមក្បួនពុទ្ធមន្តណាបងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យថ្ងៃណាក៏ល្អដែរឲ្យតែធ្វើល្អណាលោកចាស្រួលទាយហ៎ណាពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យថ្ងៃណាក៏ល្អដែរឲ្យតែយើងធ្វើអំពើល្អចាំហ៎ប៉ណ្ណឹងណាពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យថ្ងៃណាក៏អាក្រក់ដែរឲ្យតែយើងធ្វើអាក្រក់ណាស្រួលទាយមើលទៅមិនបាច់អស់តនិបសពុតសមកចំអាមកាមកត្រឡោកណារៀនណាសុណាខតតាំងសុមង្គលាំងសុពភាតាំងសុហតទេតាំងសុខណោសុមហតតោចៈសុយថាំងព្រះមចារិសុណាពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវិជាចិត្តពេលនោះឈ្មោះថាជានខត្តរិកល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាខណៈល្អជាយាមល្អណាប្រព្រឹត្តល្អនឹងគឺល្អដោយកាយសុចរិតមិនកាប់សម្លាប់ជីវិតមនុស្សសត្វមិនលួចទ្រព្យសម្បត្តិគេមិនប្រព្រឹត្តក្រោះណាមិនប្រព្រឹត្តខុសនៅក្នុងកូនប្រពន្ធគេចិត្តដល់ម៉ោងជាជាប់មាត់ណានឹងហៅថាល្អដោយកាយហៅថាកាយសោចយៈស្អាតកាយគឺកាយនឹងមិនទៅប្រព្រឹត្តនៅអំពើទុច្ចរិតមិនកាប់សម្លាប់គេល្អឯកាយយើងនឹងមិនទៅប្រើអំពើហិង្សាដាក់គេបើយើងស្លៀកពាក់គ្រឿងអលង្ការស្រោចខ្លួនប៉ុន្តែទៅកាប់សម្លាប់គេទៅលួចគេទៅចាប់កូនប្រពន្ធគេល្អឯជិះឡានល្អជិះឡានថ្លៃចាយប្រាក់សិតតែដុល្លារប៉ុន្តែទៅលួចគេទៅជេរបចោគេអត់ល្អទេណាកាយសោចយៈស្អាតកាយគឺកាយនឹងមិនប្រព្រឹត្តនៅអំពើទុច្ចរិតវជ័យសោចយៈស្អាតសម្ដីគឺសម្ដីនឹងមិននិយាយវជ័យទុច្ចរិតណាវជ័យទុច្ចរិតមានអីខ្លះមានការនិយាយកុហកការនិយាយសម្លុតណាសម្លុតគម្រាមកំហែងគេណាដែលហៅថាភរុសវាចាហើយនិយាយញុះញង់ណានិយាយញុះញង់ណាបបិសុណាវាចាហើយមួយទៀតស្អីគេលោកចាសម្ផបលាបៈនិយាយពាក្យរយរាយអត់ប្រយោជន៍ពាក្យកផ្លុកកំ ប្លែងលោកទេសនាលេះលោះដោយក្មេងអ្នកស្រុកណាញាតិញោមចូលចិត្តទេចូលចិត្តលោកទេសនាចាក់កលេចឲ្យសើចទេណាសម្ផបលាបៈពាក្យរយរាយអត់ប្រយោជន៍វជ័យទុច្ចរិតវជ័យទុច្ចរិតនឹងជាបុណ្យឬជាបាបណាជាបាបត្រេកអរនឹងបុណ្យបានបុណ្យទេចុះត្រេកអរនឹងបាបណាប៉ណ្ណឹងយល់បាត់ចម្រើនពរណាសូមអនុមោទនីណាឥឡូវដល់ម៉ោងហើយបំព្រួញសរុបសេចក្តីមកវិញពិធីបុណ្យមាឃបូជាយើងធ្វើដើម្បីប្រារព្ធឬក៏រំលឹកទៅដល់ថ្ងៃដែលព្រះអង្គណាប្រារព្ធនៅពិធីចតុរង្គសន្និបាតព្រះអង្គប្រជុំចតុរង្គសន្និបាតហើយមួយទៀតដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះអង្គដាក់ព្រះជន្មាយុសង្ខារចំពោះមុខក្រុងមាណាចម្រើនពរអត្ថន័យសំខាន់2នឹងឯងណាហើយនៅរៀបចំណាតាមវត្តអារាមលោកចា
ចិត្តដល់ថ្ងៃបនមេកបូជាហ្នឹងយើងជូនដំណឹងពុទ្ធបរិស័ទចំណោះជើងវត្តណាព្រោះជូនដំណឹងឲ្យបានដឹងណាកន្លះខែមុនទៅថ្ងៃសិលណាលោកចាណាប្រកាសទោះបីថាមានចុះនៅក្នុងប្រតិទិនក៏ដោយព្រោះថ្ងៃហ្នឹងថ្ងៃក្រហមអត់ធ្វើការទេណាមានចុះនៅក្នុងប្រតិទិនក៏ដោយប៉ុន្តែតួនាទីរបស់លោកអាចារ្យត្រូវតែប្រកាសឲ្យពុទ្ធបរិស័ទបានដឹងថាឥឡូវនៅសល់កន្លះខែទៀតដល់ថ្ងៃមេកបូជាហើយណាប្រកាសឲ្យបានដឹងជាមុនឬមួយយើងអាចធ្វើជាកម្មវិធីបុណ្យមេកបូជាណាកម្មវិធីក្នុងថ្ងៃបុណ្យហ្នឹងធ្វើអីខ្លះម៉ោងប្រមាណធ្វើអីម៉ោងប្រមាណធ្វើអីណាចែកដល់ពុទ្ធបរិស័ទឲ្យគាត់បានដឹងណាដល់ថ្ងៃមេកបូជាហ្នឹងឲ្យអញ្ជើញពុទ្ធបរិស័ទមកវត្តអារាមទាំងអស់គ្នាហើយលោកអាចារ្យតាមភូមិចែកសមាជិកយើងរៀងខ្លួនទៅក្នុងភូមិណាលោកអាចារ្យនៅភូមិណាជំរាបប្រាប់ពុទ្ធបរិស័ទនៅភូមិនឹងឲ្យបានដឹងទៅដល់ថ្ងៃមេកបូជាហើយសូមឲ្យលោកតាលោកយាយបងប្អូនកូនចៅបានជ្រាបបានដឹងហើយមកវត្តទាំងអស់គ្នានៅតាមគេហដ្ឋានខ្មែរយើងអត់ទាន់ចាប់អារម្មណ៍ទេណាពិធីបុណ្យមេកបូជាណាបើបុណ្យអីបុណ្យចូលឆ្នាំបុណ្យអីនៅមានរៀបចំណាតែត្រង់បុណ្យមេកបូជាមិនទាន់ឃើញសូវចេះរៀបចំទេណាបុណ្យមេកបូជាយើងរៀបចំទទួលណារៀបចំក្រាលអាសនៈបោសសម្អាតពុទ្ធរូបឲ្យបានស្អាតកុំឲ្យមានសបុកពីងពីងមរែងភ្លើងធូលីដីអីរំពាត់ណាចម្រើនពរសម្អាតអាសនៈពុទ្ធរូបហើយដោតទង់ពុទ្ធសាសនាហ្នឹងនៅពីមុខផ្ទះគ្រប់គ្នាក្នុងថ្ងៃបុណ្យមេកបូជាបុណ្យវិសាខបូជាលោកចាបំផុសឲ្យពុទ្ធបរិស័ទចំណោះជើងវត្តតាមភូមិមួយហ្នឹងរៀនដោតទង់ពុទ្ធសាសនាចងទង់ពុទ្ធសាសនានៅពីមុខផ្ទះបើសិនបើអត់ទង់ឲ្យគាត់ដេម្នាក់មួយទៅទង់ពុទ្ធសាសនាដេតូចល្មមទៅអាត្មាគិតថាមិនអស់កណាត់ប្រមាណទេយើងមើលកណាត់ជានីនៅសេះសល់អីណាឬមួយក៏ណាពិភាក្សាជាមួយណាព្រះអង្គគ្រូចៅអធិការណាលោកអាចារ្យធំប្រចាំវត្តប្រធានគណៈកម្មការយើងគួរដកបច្ច័យវត្តទិញកណាត់យកមកដេតុងហ្មងណាដេតុងពុទ្ធសាសនាតូចល្មមបានហើយយកចែកឲ្យអ្នកស្រុកម្នាក់មួយហ្មងណាដកលុយវត្តអត់មានខុសអត់មានត្រូវទោសត្រូវអាបត្តិអីលោកចាអត់អីទេបងណាដកយកមកទិញកណាត់រអ្នកស្រុកអ្នកភូមិដែលចេះដេតុងនឹងមកជួយដេធ្វើតុងពុទ្ធសាសនាតូចល្មមហើយចែកតាមគ្រួសារមួយគ្រួសារមួយដល់ថ្ងៃបុណ្យមេកបូជាបុណ្យវិសាខបូជាបុណ្យអាសាឡហបូជាដែលជាបុណ្យពុទ្ធសាសនាហ្នឹងឲ្យចងនៅគ្រប់ផ្ទះទាំងអស់ហ្មងឃើញប្រងព្រាតហ្មងហើយនៅក្នុងវត្តអារាមយើងរៀបចំពិធីសូត្រទៅតាមប្រពៃណីទំនៀមទម្លាប់អញ្ចឹងហើយប៉ុន្តែអាត្មាគិតថាយើងគួរតែរៀបចំពិធីបុណ្យហ្នឹងមួយថ្ងៃមេកបូជាហ្នឹងណាចម្រើនពរមានពិធីសូត្រមុនចម្រើនព្រះបរិត្តយើងជួបជុំគ្នានមស្ការថ្វាយបង្គំព្រះសម្មាទានសិលធម្មតាតាមទំនៀមប៉ុន្តែត្រូវមានកម្មវិធីសម្ដែងធម៌ណាកម្មវិធីសម្ដែងធម៌ហ្នឹងត្រូវសម្ដែងនៅក្នុងអវាទបាដិមកនិមន្តធម្មកថាក្នុងវត្តហ្នឹងឲ្យលោករៀនដាក់វេនគ្នាទៅអង្គទី1សម្ដែងអវាទទី1អង្គបន្ទាប់មកទៀតសម្ដែងអវាទទី2មួយអង្គទៀតសម្ដែងអវាទទី3អញ្ចឹងទៅណាដូចយើងទេសនាមហាជាតិអញ្ចឹងណាក្នុងមួយថ្ងៃហ្នឹងរៀបចំកម្មវិធីមេកបូជាណាមានកម្មវិធីអង្គុយសមាធិលោកចាចេះដឹកនាំកូនចៅអង្គុយចម្រើនអាណាបាយចម្រើនពរណាខ្យល់ដកដង្ហើមចេញចូលឬក៏ចម្រើនអនុសតិទាំង10រយៈពេល15នាទីឬក៏កន្លះម៉ោងអីចឹងទៅណានៅក្នុងថ្ងៃមេកបូជាហ្នឹងណាស្ដាប់តើណាចម្រើនពរកុំឲ្យគ្រាន់តែសូត្រធម៌
ពីព្រោះសោតធัวយើងសោតដដែលឆ្នាំណាក៏សោតធัวនឹងឆ្នាំណាក៏សោតធัวនឹងហើយក្មេងវាមិនសូវចូលចិត្តស្ដាប់ទេធัวបត់នោះវាចូលចិត្តតែចម្រៀងអញ្ចឹងយើងត្រូវមានកម្មវិធីអប់រំតាមរយៈសម្ដែងធัวលោកអាចារ្យក៏អាចចូលរួមសម្ដែងបានណាកាន់ឧខោសនៈស័ព្ទមកអាចនិយាយពន្យល់អំពីអត្ថន័យបុណ្យមាឃបូជានឹងយ៉ាងនេះជួយណាជាជំនួយដល់ព្រះសង្ឃពីព្រោះវត្តខ្លះព្រះសង្ឃលោកទៅនឹងបួសលោកអត់ទាន់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការសម្ដែងធម៌អញ្ចឹងលោកអាចារ្យគណៈកម្មការនឹងអាចជួយលោកណាធ្លាប់បានបួសរៀនពីមុនមកណាចម្រើនពរនឹងឲ្យធ្វើមួយថ្ងៃហ្នឹងទៅណាហើយមានកម្មវិធីអីទៀតណាកម្មវិធីដង្ហែគ្រឿងសក្ការៈដើម្បីថ្វាយបូជាបរតនត្រ័យយើងហែតាក់ទងជាមួយអាជ្ញាធរដែនដីអាជ្ញាធរភូមិអាជ្ញាធរឃុំយើងតាក់ទងថាឥឡូវវត្តត្រូវការហែផ្កាមាឃរយៈពេលចម្ងាយផ្លូវនឹងប្រមាណគីឡូផ្លូវណាយើងត្រូវហែដើម្បីអាជ្ញាធរនឹងជួយសម្រួលចរាចរណ៍ឲ្យណាចម្រើនពរហើយបើនៅនឹងជើងវត្តនឹងមានសាលារៀនតាក់ទងលោកនាយកសាលាលោកគ្រូអ្នកគ្រូដើម្បីបានសិស្សសាលានឹងចូលរួមដង្ហែមាឃបូជានឹងផងដង្ហែក្នុងភូមិលោកចាណាដង្ហែទៅលោកអាចារ្យមានកាន់កងស្រែកអនុមោទនាលោកអើយហើយគោះកងមុខមុងអញ្ចឹងណាចម្រើនពរហើយអញ្ចឹងទៅបានចូលមកដល់ក្នុងវត្តយើងរៀបចំនមស្ការហើយលោកអាចារ្យនាំវេគ្រឿងសក្ការៈបូជានឹងថ្វាយបរតនត្រ័យទៅចម្រើនពរណាស្ដាប់តន់ស្ដាប់បានទាំងអស់គ្នាទេចម្រើនពរហើយមានសរសេរសុភាសិតណាជាប់តាក់តងនឹងអវាទបាដេមកណាទាំងហែ3សង្កាត់ទៅជួរទី1សัพពបាបស្សៈអករណੰកិរិយាមិនធ្វើនៅអំពើបាបទាំងពួងបន្ទាប់មកទៀតកុសលសោបសម្បទាណាឲ្យបំពេញនៅសេចក្តីល្អឲ្យបានបរិបូរណ៍មកផែនទៀតមកសចិត្តបរិយោតៈបណੰដាក់បដាស្បង់លោកក៏បានដែរបរកណាត់អីមិនបានប្រទះស្បង់មួយលោកចាព្រះអង្គភិក្ខុសាមណេរជួយកាត់អក្សរទៅសេកដាស់នឹងដាក់អញ្ចឹងទៅណាសัพពបាបស្សៈអករណੰឲ្យទៅសេអក្សរខ្មែរយើងពីក្រោមមកដើម្បីដង្ហែណាពេលដង្ហែមាឃហ្នឹងមានផ្កាហើយមានសុភាសិតហ្នឹងយល់ទេចម្រើនពរយល់ទេណាសាធុហ្នឹងហើយមិនពិបាកអាត្មាថាអាចធ្វើបានណាអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយបុណ្យមាឃបូជាយើងនឹងបានអឹកកថឹកកក្រឹកកក្រែងហើយប្រកាសឲ្យកូនចៅអ្នកស្រុកអ្នកភូមិចំណោះជើងវត្តហ្នឹងថ្ងៃបុណ្យសំខាន់ថ្ងៃមាឃបូជាវិសាខបូជាអាសាលហបូជានឹងឲ្យសមាទានសិល5ទាំងអស់គ្នាណាឲ្យរក្សាសិល5គឺកុំឲ្យសម្លាប់សត្វនៅក្នុងថ្ងៃបុណ្យមាឃបូជានិងវិសាខបូជាកុំឲ្យផឹកស្រានៅក្នុងថ្ងៃហ្នឹងណាហ៊ានប្រកាសប្រាប់គេអញ្ចឹងហ៎ចម្រើនពរណាថ្ងៃណាយើងមិនអាចតមបានប៉ុន្តែនៅក្នុងថ្ងៃមាឃបូជាថ្ងៃវិសាខបូជាគឺកុំឲ្យសម្លាប់សត្វកុំឲ្យផឹកគ្រឿងស្វឹងណាសុំតែមួយថ្ងៃប៉ុណ្ណឹងបានបិណ្ឌបាតណាបិណ្ឌបាតកូនចៅអ្នកស្រុកចំណោះជើងវត្តយើងមើលណាចម្រើនពរហ្នឹងណាដើម្បីឲ្យពិធីបុណ្យមាឃបូជាវិសាខបូជាហ្នឹងប្រព្រឹត្តទៅដោយល្អណាចម្រើនពរសូមអនុមោទនាសូមអនុមោទនាបុណ្យណាប៉ុណ្ណឹងចុះណាស្ដាប់បានស្ដាប់យល់ទាំងអស់គ្នាទេចម្រើនពរបើមិនយល់ណាឆ្ងល់ជាប់តាក់ទងនឹងប្រធានបទអត្ថន័យមាឃបូជាហ្នឹងសូមណាលោកអាចារ្យណាសរសេរกระดาษតូចមកណាសួរជាសំណួរទៅណាបើខ្ញុំកណាអាត្មាភាពអាចបកស្រាយបាននឹងបកស្រាយតែបើបកស្រាយមិនបានទុកជូនគណៈកម្មការបកស្រាយណាឥឡូវសូមបញ្ចប់ប៉ុណ្ណឹងចុះហើយសូមណាប្រគេនពរចំពោះប្រធេរានុធេរៈគ្រប់ព្រះអង្គជូនពរឯកឧត្តមលោកជំទាវណាលោកអាចារ្យនីទាំងអស់ដែលឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃមកចូលរួមស្ដាប់បទឧទ្ទេសនាមនៅក្នុងវគ្គបណ្ដុះបណ្ដាលតួនាទីអាចារ្យខ្មែរនេះណាចម្រើនពរសូមឲ្យបាន
សំប្រកបជួបប្រទះតែនឹងពុទ្ធពរទាំងឡាយគឺអាយុវណ្ណៈសុខៈពលៈបដិភាណៈកំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនាសូមអនុមោទនាបុណ្យ